នៅប្រទេសថៃបច្ចុប្បន្នភាពកំពុងចាប់អារម្មណ៍លើរឿងនិស្សិតថៃឆ្នាំទី1ជាង 4500 នាក់នៅក្នុងខេត្តមហាសារខេមឆ្លងប៉ារ៉ាស៊ីតព្រួនថ្លើមសង្ស័យបណ្ដាលមកពីទទួលទានបុកល្ហុងដាក់ទឹកប្រហុកឆៅយោងតាមប្រភពព័ត៌មានពីសារព័ត៌មានខៅសូតអ៊ីងគ្លីសបានចុះផ្សាយថាមន្ត្រីសុខាភិបាលថៃបានរកឃើញនិស្សិតឆ្នាំទី1ជាង 4200 នាក់នៅសាកលវិទ្យាល័យមហាសារខេមដែលមានផ្ទុកប៉ារ៉ាស៊ីតព្រួនថ្លើមនៅក្នុងពេលពិនិត្យសុខភាពនៅក្នុងពេលដំណើរគ្នាក្នុងខេត្តដដែលនោះនិស្សិតឆ្នាំទី1ចំនួន380នាក់ផ្សេងទៀតនៅសាកលវិទ្យាល័យរាជសព្ទមហាសារខេមក៏ត្រូវទទួលបានការធ្វើតេស្តរកឃើញថាមានផ្ទុកប៉ារ៉ាស៊ីតព្រួនថ្លើមនេះដូចគ្នាដែលធ្វើឲ្យចំនួនសរុបកើនឡើងដល់ទៅជាង 4500 នាក់ការចុះត្រួតពិនិត្យនេះធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញសង្ស័យថាប្រភពនៃការឆ្លងមេរោគដ៏ច្រើនសន្ធឹកសន្ធាប់នេះអាចបណ្ដាលមកពីការប្រើប្រាស់ទឹកប្រហុកឆៅដែលមានលាយឡំទៅដោយពងព្រួនថ្លើមយកមកធ្វើជាគ្រឿងផ្សំនៅក្នុងបុកល្ហុងជាមួយនឹងគ្នានេះមន្ត្រីសុខាភិបាលនៃប្រទេសថៃក៏បានចេញសេចក្តីព្រមានដែរថាប្រសិនបើអ្នកឆ្លងប៉ារ៉ាស៊ីតព្រួនថ្លើមមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវទេនោះវាអាចវិវត្តទៅជាជំងឺមហារីកបំពង់ទឹកប្រមាណនៅក្នុងរយៈពេលពី15ទៅ20ឆ្នាំខាងមុខនេះដើម្បីទប់ស្កាត់គ្រោះថ្នាក់មួយនេះអាជ្ញាធរខេត្តនឹងបើកយុទ្ធនាការអប់រំផ្សព្វផ្សាយដល់និស្សិតនិងអាជីវករលក់ដូរអាហារព្រមទាំងជំរុញឲ្យប្រើប្រាស់តែទឹកប្រហុកឆ្អិននិងត្រៀមផ្ដល់ប័ណ្ណសរសើរឬវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាពដល់ហាងដែលធ្វើទៅតាមការណែនាំនេះ